ចំពោះផ្លូវបេតុងនេះគឺជាគម្រោងរបស់ក្រសួងធនធានទឹកលោកជាម្ចាស់គម្រោងផ្ទាល់តែម្ដងជាថាការរបស់រដ្ឋាភិបាលគឺផ្លូវនេះយើងចាក់ទៅតឹង8ម៉ែត្របាទផ្លូវបេតុងនេះទៅតឹង8ម៉ែត្រមានកម្រាស់ពីទឹក 0.20 ម៉ែត្រគឺពីទឹកគឺជើងចាក់មកបដោយទំនប់អាងរបស់យើងនេះគឺប្រវែងទាំងបើនិយាយបដោយទំនប់អាងយើងថា7គីឡូទៅប៉ុន្តែយើងចាក់ហួសសងខាងតិចទៅវាឡើងជិត8គីឡូម៉ែត្រយើងលេខមូលរបស់វាអញ្ចឹងការស្ដារមកវិញនេះមិនមែនផ្លូវទំហំតែ8ម៉ែត្រនេះទេគឺក្រសួងធនធានទឹកគឺធ្វើបែបទេសចរផងនៅលើនេះបាទជូនបងប្អូនទេសចរគឺយើងបង្កើតផ្លូវសម្រាប់sidewalk បានន័យថាផ្លូវថ្មើរជើងមួយខាង1ម៉ែត្រទៀតសម្រាប់បងប្អូនដើរលំហែនិងជិះកង់លំហែនៅទីនេះដោយយើងរំដោះយកបងប្អូនជាពលរដ្ឋដែលគាត់រស់នៅខុសមិនស្របច្បាប់មិនទាន់រៀបរយនៅលើទំនប់នេះយកចេញអស់ហើយយើងនឹងរៀបចំដាំដើមឈើនៅលើមកបដោយទំនប់នេះគេហៅថាឈើចម្រុះជាប្រភេទឈើប៉និតនោះប្រហែលជាចូលដល់200000ដើមតាមផែនការដែលយើងធ្វើឥឡូវឆ្នាំនេះយើងបានដាំបានមួយចំនួនហើយបានន័យថាក្នុងគិតជាភាគហ្មងនៅវាមិនទាន់បាន10% នៃប្រវែងទីដីទេពីព្រោះយើងដាំបានទៅបានជាង300ម៉ែត្រដែលនៅទីដីដែលយើងបានរំដោះយកចេញគឺដាំព្រៃឈើហើយទី2ទៀតកែប្រែតំបន់នេះទៅវិស័យទេសចរដោយខ្ញុំលើកមកអំបញ្ញវិញនេះគឺជាផែនការរបស់មន្ទីរទេសចរក៏ដូចជាមានគោលការណ៍ណែនាំដល់គង់ពោះពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរតែម្ដងលោកបានចុះពិនិត្យនិងមានការរៀបចំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកផងនោះគឺនៅលើតំបន់នេះគឺយើងរៀបចំតំបន់ទេសចរនៅចំសំណង់ទ្វារទឹកតែគេហៅទ្វារទី1គឺហៅសំណង់ទ្វារទឹក10ទ្វារទឹក10ណាបាទសំណង់ទី1នេះឡើងវិញគឺយកโซនកន្លែងនេះគឺជាโซនទេសចរដែលមានការលក់ដូរមានកញ្ចុះមានអីវិញតែមានការរៀបរយនិងពង្រីកសោភ័ណភាពឲ្យបានល្អទាំងការសេវាកម្មទាំងអនាម័យទាំងបរិស្ថានហើយការប្រជុំជាមួយគណៈកម្មការរៀបចំទេសចរខេត្តគឺយើងយកទិសខាងនោះគឺមានរៀបចំជាផ្សារសហគមន៍បាទផ្សារសហគមន៍យើងឡើងមកពីបានន័យថាយើងមកពីភ្នំសំពៅមកឡើងតាមផ្លូវកស៊ូដល់ក្នុងអាងងាកឆ្វេងដៃគឺបំរុងជាផ្សារសហគមន៍នៅទីនោះទីនេះជាតំបន់ទេសចរហើយនឹងត្រៀមរៀបចំផែមួយទៀតនៅក្នុងអាងរបស់យើងនេះជាផែទេសចរតែម្ដងសម្រាប់បងប្អូនទូកមិនមែនអាណាធិបតេយ្យទៅដើមមួយអីទៀតទេហើយទូកនឹងអាចនឹងមានទូករបៀបទូកស្មាច់តូចជិះកំសាន្តលេងនឹងអាចនឹងមានទូកទេសចររបៀបច្រើនជាន់បាទដែលគាត់ជិះលើតបូលទូកផងអាប្រភេទទូកធំដែលយើងដាក់នៅទន្លេនៅស្ទឹងហ្នឹងគឺសម្រាប់កំសាន្តទាំងពេលថ្ងៃក៏ដូចជាពេលរាត្រីផងដែរអញ្ចឹងគោលដៅរបស់យើងនេះគឺដោយស្របតាមប្រទេសជាតិរបស់យើងមានសុខសន្តិភាពពេញលេញបរិបូរណ៍ដើម្បីកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតំបន់នេះគឺរាជរដ្ឋាភិបាលលោកយកចិត្តទុកដាក់ណាស់តាមរយៈសម្ដេចកលាហោមសខេងនៃលោកបានអញ្ជើញមកដល់ទីនេះផ្ទាល់លោកឈួរមើលនៅលើនេះផ្ទាល់ទាំងកដាហាកដៅគឺថាការគូសវាសរបស់លោកនិងទស្សនវិស័យស៊ីជម្រៅរបស់លោកហ្នឹងគឺឲ្យក្រសួងពាក់ព័ន្ធមន្ទីរពាក់ព័ន្ធរដ្ឋបាលខេត្តស្រុកហ្នឹងគឺយកចិត្តទុកដាក់ធ្វើយ៉ាងម៉េចស្រូបទាញទេសចរមកកពេញពួយនេះវិញដើម្បីកំណើនសេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋអ្នករស់នៅតំបន់នេះឯងបាទនេះជាគោលបំណងរបស់សម្ដេចហើយអញ្ចឹងដូច្នេះដើម្បីអនុវត្តបានឲ្យបានជោគជ័យនៅគោលបំណងនេះវាលុះត្រាតែរដ្ឋបាលស្រុកឃុំអាជ្ញាធរពាក់ព័ន្ធទាំងអស់រួមសហការគ្នាហើយនឹងបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះរួមគ្នាបាទយើងដោះស្រាយចេញទាំងអស់គ្នាទៅការរៀបរយកន្លែងនេះគឺរៀបរយដើម្បីបងប្អូនដែលរួមដោះស្រាយនេះឯងបាទបើយើងទុកបែបអញ្ចេះសទៅទៀតនោះកម្រិតនៃជីវភាពរបស់គាត់គឺរបៀបនឹងវាមិនបានស្ទុះទេតែបើយើងរៀបរយបានល្អមានទាំងការរៀបចំប្រឡែងត្រីរៀបចំប្រឡែងបកងរៀបចំអីនៅក្នុងនេះតិចទៀតទៅបកងត្រីក្នុងនេះលេងខ្វះវិញហើយបាទអញ្ចឹងឆ្លៀតឱកាសនេះខ្ញុំសូមថាអំពាវនាវយ៉ាងទទូចដល់បងប្អូនជាពលរដ្ឋដែលរស់នៅលើក្នុងទំនប់ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅជុំវិញអាងនេះសូមឲ្យចូលរួមនិងមានទំនុកចិត្តមកលើអាជ្ញាធរពាក់ព័ន្ធដែលចុះមករៀបរយនៅកន្លែងនេះឲ្យមានស្ដាប់ស្ងប់ល្អប្រសើរនិងស្ដារមុខស្ដារមាត់រមណីយដ្ឋានអាងកពេញពួយយើងវិញដើម្បីបងប្អូនមានឱកាសក្នុងការប្រកបមុខរបរផ្សេងក៏ដូចជាប្រជានេសាទយើងនៅទីនេះប្រកបមុខរបរដើម្បីកំណើនសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ហើយជាមួយនោះក៏អំពាវនាវដល់បងប្អូនទាំងអស់
សុំបងប្អូនប្រជានេសាទកុំប្រព្រឹត្តបទល្មើសនេសាទនៅក្នុងអាងកពីងពួយព្រោះយើងយកចិត្តទុកដាក់ស្ដារវិញយើងគិតថាយើងយកទេសចរមកអាងកពីងពួយវិញយកមនុស្សមកលេងច្រើននោះគេនឹងចាយលុយសម្រាប់បងប្អូនអ្នកនៅអាងកពីងពួយនេះហើយយើងរួមគ្នាថែរក្សាត្រីនៅទីនេះកុំប្រព្រឹត្តបទល្មើសនេសាទតាមបែបឆក់ឬក៏អូសអួនអស់អីបំផ្លិចបំផ្លាញធនធានធម្មជាតិនៅទីនេះជាការមិនប្រសើរទេហើយតាមរយៈនោះក៏ខាងមន្ទីរធនធានទឹករដ្ឋបាលខេត្តក៏បានឲ្យរដ្ឋបាលស្រុកពិនិត្យទៅលើការធ្វើស្រែនៅក្នុងអាងនេះផងដែរពីព្រោះមានបទល្មើសការធ្វើស្រែក្នុងអាងបងប្អូនកប្រជាកសិករគាត់បានប្រើប្រាស់ថ្នាំខ្យងថ្នាំពុលថ្នាំគីមីបាចទៅក្នុងទឹកក្នុងស្រែក្នុងអាងនេះធ្វើឲ្យហិនហោចខ្លោចផ្សាមច្ឆាជាតិរបស់យើងអញ្ចឹងខ្ញុំសង្ឃឹមយ៉ាងមុតមមថាបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរភូមិពាក់ព័ន្ធនឹងសហការរួមគ្នាដើម្បីកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងតំបន់នេះបាទ